រដ្ឋាភិបាលក្រៅប្រទេសជំរុញឲ្យលោកហ៊ុនម៉ាណែតប្តឹងថៃទៅ ICC ក្រោយថៃប្រកាសលែងទទួលស្គាល់ផែនទីបារាំងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតត្រូវចាត់វិធានការជាបន្ទាន់ដោយប្តឹងភាគីថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីការពារទឹកដីខ្មែរចំនួន62ទីតាំងដែលថៃកំពុងតែគ្រប់គ្រងកុំឲ្យបាត់បង់បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃលោកអនុทิនឆាន់វីរៈគុលបានប្រកាសលែងទទួលស្គាល់និងមិនប្រើប្រាស់ផែនទីខ្នាត1លើ200,000ពីសម័យអាណានិគមបារាំងសម្រាប់ការកំណត់ព្រំដែនជាមួយកម្ពុជាតទៅទៀតប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តរប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23លោកអ៊ុំសំអានបានប្រាប់ទូរទស្សន៍អាស៊ីសេរីថាភាគីថៃមិនអាចប្រកាសមិនទទួលស្គាល់ផែនទីខ្នាត1លើ200,000ដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907ជាឯកតោភាគីបានទេព្រោះតាមអនុសញ្ញាទីក្រុងវីយ៉ែនឆ្នាំ1904ច្បាប់ស្ដីពីសន្ធិសញ្ញាគឺគេតម្រូវឲ្យយកមរតករបស់អាណានិគមបារាំងយកមកប្រើថៃមិនអាចប្រើផែនទីខ្នាត1លើ50,000ដែលគូសដោយភាគីថៃខ្លួនឯងបាននោះទេលោកបន្ថែមទៀតថាថៃមិនទទួលស្គាល់ផែនទីខ្នាត1លើ200,000ដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907គឺវាផ្ទុយទៅនឹងអនុសារណៈយោគយល់គ្នាឆ្នាំ2000ស្ដីពីដែនគោកដែលគេតម្រូវឲ្យប្រើប្រាស់ផែនទីខ្នាត1លើ200,000ហើយបើថៃចង់ប្រើផែនទីខ្នាត1លើ50,000គឺវាផ្ទុយទៅនឹងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ជុំវិញបញ្ហានេះលោកអ៊ុំសំអានថាបើសិនជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតនៅប្រកាន់ជំហរទុនជ្រាយពេលនោះថៃនឹងប្រើផែនទីខ្នាត1លើ50,000ហើយទឹកដីខ្មែរដែលថៃកំពុងតែគ្រប់គ្រងចំនួន62ទីតាំងថៃនឹងមិនប្រគល់មកឲ្យកម្ពុជាវិញនោះទេលោកបន្ថែមទៀតថាកម្ពុជាត្រូវតែប្រញាប់ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ប្តឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ហើយប្តឹងថៃពីបទឧក្រិដ្ឋកម្មសង្គ្រាមដែលទម្លាក់គ្រាប់បែកមកលើប្រាសាទលំនៅឋានជនស៊ីវិលទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ផងដែរការអះអាងរបស់ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តរប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃលោកអនុทินឆាន់វីរៈគុលបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងបទសម្ភាសន៍ក្រៅផ្លូវការមួយថារដ្ឋាភិបាលថៃលែងទទួលស្គាល់និងមិនប្រើប្រាស់ផែនទីខ្នាត1លើ200,000ដែលមានប្រភពពីសម័យអាណានិគមបារាំងសម្រាប់ការកំណត់ព្រំដែនជាមួយកម្ពុជាទៀតហើយការប្រកាសនេះធ្វើឡើងក្រោយពីដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសបារាំងជាទីដែលលោកបានជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីអេម៉ានូអែលម៉ាក្រុងនៅទីក្រុងប៉ារីសលោកអនុทิនឆាន់វីរៈគុលបានអះអាងថាបច្ចុប្បន្នថៃបានប្រើប្រាស់ផែនទីខ្នាត1លើ50,000ដែលត្រូវបានរៀបចំឡើងដោយភាគីថៃខ្លួនឯងហើយបានចាត់ទុកថាមានភាពត្រឹមត្រូវខ្ពស់ជាងផែនទីសម័យអាណានិគមបារាំងលោកបានបញ្ជាក់ថាមាត្រដ្ឋាន1លើ200,000ដែលកម្ពុជាយោងប្រើប្រាស់សម្រាប់កំណត់ព្រំដែននោះលែងមានទៀតហើយសម្រាប់ភាគីថៃហើយការអនុវត្តផែនទីបែបនេះគឺមិនស្ថិតក្នុងគោលនយោបាយរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ននោះឡើយអ្នកសង្កេតការណ៍អះអាងថាការបដិសេធរបស់ថៃចំពោះផែនទីដែលមានមូលដ្ឋានលើសន្ធិសញ្ញាប្រវត្តិសាស្ត្របើពិនិត្យលើផែនទីឯកតោភាគីរបស់ថៃខ្នាត1លើ50,000បានបង្ហាញថាពួកគេបានបញ្ចូលទឹកដីខ្មែរជាច្រើនកន្លែងនៅតំបន់ព្រំដែននៅក្នុងទីនោះដែលភាគច្រើនជាតំបន់យុទ្ធសាស្ត្រសំខាន់ផែនទីខ្នាត1លើ50,000នេះក៏ត្រូវបានប្រើជាឧបករណ៍ជំរុញឲ្យកើតកម្លាំងជាតិនិយមជ្រុលដើម្បីឲ្យពលរដ្ឋថៃគិតថាទឹកដីខ្មែរដែលត្រូវបានមេដឹកនាំថៃដាក់បញ្ចូលទៅក្នុងផែនទីនោះគឺជាទឹកដីរបស់គេជុំវិញបញ្ហានេះអ្នកសង្កេតការលើកឡើងថាផែនទីដែលថៃគូដោយខ្លួនឯងមិនមានអន្តរជាតិទទួលដឹងឮឡើយគឺផែនទីលេខ L7016 ផលិតនៅឆ្នាំ1971និងផែនទីលេខ L7017 ផលិតនៅឆ្នាំ1984ដែលជាផែនទីមានខ្នាត1លើ50,000ផែនទីដែលភាគីថៃគូដោយឯកតោភាគីគឺមានខ្លឹមសារផ្ទុយពីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907ទាំងស្រុងជុំវិញការកំណត់ព្រំដែនកម្ពុជាថៃនោះកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2025រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនលោកឡាំជាប្រាប់ទៅភាគីថៃថាកម្ពុជាបដិសេធយ៉ាងដាច់ខាតនិងមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសដោយឯកតោភាគីកម្ពុជាប្រកាន់យកសន្តិភាពនិយមនិងចង់បានព្រំដែនមួយប្រកបដោយសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្តនិងផែនទីបានឯកភាពគ្នាដោយមានចែងក្នុងអនុសារណៈនៃការយោគយល់គ្នា MOU ឆ្នាំ2000ក្នុងអនុសារណៈនេះភាគីទាំងពីរបានឯកភាពដោយប្រើផែនទីមាត្រដ្ឋាន1លើ200,000ស្របតាមស្មារតីនៃ
នៃអនុសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនអ្នកខ្លំមើលសង្គមអះអាងថាបើកម្ពុជាបោះបង់ផែនទីខ្នាត1លើ200,000ហើយទទួលយកផែនទីខ្នាត1លើ50,000របស់ថៃនោះនឹងធ្វើឲ្យបាត់បង់ទឹកដីខ្មែរដូច្នេះកម្ពុជាគ្មានជំរើសណាល្អជាងការប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយប្រើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907ព្រមទាំងផែនទីបារាំងខ្នាត1លើ200,000ស្ដីពីការកំណត់ព្រំដែនគោកកម្ពុជាថៃនោះទេអ្នកខ្លំមើលសង្គមបន្ថែមថាមូលដ្ឋានផុសតាងរឹងមាំរបស់កម្ពុជាគឺផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907ដែលគូរដោយបារាំងក្នុងអំឡុងឆ្នាំ1908នឹងត្រូវបានតម្កល់នៅសហរដ្ឋអាមេរិកផែនទីទាំងនោះមានចំនួន18ផ្ទាំងដែលមានខ្នាត1លើ200,000ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិរាយការណ៍ព័ត៌មានដោយខ្ញុំបាទវិជាថនពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ23តុលា